បងប្អូនសូមបង្ហាញនៅម្ហូបមួយដែលពេញនិយមសម្រាប់ប្រទេសកម្ពុជាយើងនៅពេលបច្ចុប្បន្ននេះគឺជាបកង crawfish នេះដែរគឺជាម្ហូបដែលជនជាតិចិនយើងឃើញនៅខ្មែរយើងឃើញគេមានហូបច្រើនណាស់ឥឡូវបាទអញ្ចឹងក៏ខ្ញុំសម្រាប់ចាត់ថាយកមកលក់ឲ្យបងប្អូនទាំងអស់គ្នាបានភ្លក់ហើយនឹងសាកញ៉ាំទាំងអស់គ្នាថាតើវាមានរសជាតិបែបម៉េចខ្លះក្នុងការចម្អិនគឺងាយស្រួលមែនទែនបងប្អូនយើងគ្រាន់តែយកបកងរបស់យើងដែលកកមកហ្នឹងគឺយើងទុកឲ្យវារលាយសិនបន្ទាប់មកយើងយកមកដាក់នៅក្នុងខ្ទះឬក៏ឆ្នាំងដែលយើងដាក់បានណាបន្ទាប់មកយើងយកកដៅវាឲ្យវាក្តៅវាពុះហើយយើងទុកឲ្យវាពុះមកសន្ទុះសិនឲ្យវាក្តៅឲ្យអស់សពសាច់ហើយយើងចង់ថែមគ្រឿងក៏បានអត់ក៏បានដែរបងប្អូនតែបើគិតថាថែមទៅវាឆ្ងាញ់ក៏យើងដាក់ទៅតែបើអត់ទេយើងញ៉ាំរសជាតិសតរបស់វាក៏បានដែរព្រោះអីវាមានជាតិស្រាប់ហើយបងប្អូនហើយឥឡូវនេះខ្ញុំមានលក់ពីមុនបងប្អូនចង់ហូបហើយយើងត្រូវចំណាយលុយច្រើន20-30រៀលហ្នឹងមិនយើងហូបបានអាចលក់ដល់$50អញ្ចឹងតែនៅពេលនេះខ្ញុំនាំចូលមកខ្លួនឯងអញ្ចឹងវាមានតម្លៃធូរថ្លៃអញ្ចឹងបងប្អូនដែលគាត់ចង់សារអាចឆាតនៅក្នុង page បាននៅតម្លៃពិសេសហើយសម្រាប់បកងនេះដែរគឺយើងមាន2រសជាតិបងប្អូនគឺរសជាតិខ្ទឹមសហើយនិងរសជាតិហឹរផងដែរអញ្ចឹងបងប្អូនអាចធ្វើការកម្មង់បានអរគុណបងប្អូន